លោកហេតុសម្បត្តិជំរាបសួរបាទជំរាបសួរលោកឌីណាយើងឃើញថាសប្តាហ៍ថ្ងៃនេះបណ្ដាញសង្គមតាមអ៊ីនធឺណិតដែលគេឲ្យឈ្មោះថា Facebook កំពុងតែពេញនិយមខ្លាំងនៅពាសពេញពិភពលោកហើយប្រជាជនខ្មែរជាច្រើនទាំងចាស់ទាំងក្មេងជាពិសេសយុវជនក្មេងៗនៅតាមទីក្រុងបាននាំគ្នាប្រើ Facebook នឹងស្ទើរតែគ្រប់គ្នាក៏ប៉ុន្តែខ្លះមិនដឹងអំពីហានិភ័យដែលកើតចេញពីការប្រើប្រាស់ Facebook នេះទេជាដំបូងលោកសម្បត្តិចង់ដឹងថាអ្វីៗដែលគេសរសេរដែលគេដាក់នៅលើទំព័រ Facebook ថាតើគេរាប់ថាជាសកម្មភាពដែលធ្វើនៅទីឯកជនឬក៏នៅទីសាធារណៈហើយចង់ដឹងថាតើអាចមានផលវិបាកអ្វីខ្លះតាមផ្លូវច្បាប់បាទនេះតាមការសង្កេតជាទូទៅយើងឃើញថាអ្នកប្រើប្រាស់មួយចំនួនធំមានការភ័ន្តច្រឡំគេគិតស្មានថាការប្រើប្រាស់ឬក៏សកម្មភាពអីផ្សេងៗនៅលើ Facebook ហ្នឹងវាកម្រិតនៅត្រឹមតែផ្ទះបាយឬក៏សាឡុងរបស់ខ្លួនឬក៏កម្រិតនៅត្រឹមតែ keyboard របស់ពួកគេតែតាមពិតរឿងហ្នឹងវាអាស្រ័យទៅនឹងការកំណត់ដែលគេហៅជាភាសាអង់គ្លេស privacy setting ឬក៏ជាភាសាបារាំង paramètre de confidentialité ដែលខ្ញុំសូមឲ្យឈ្មោះថាជំរើសនៃការកំណត់ការសម្ងាត់ប្រសិនបើអ្នកប្រើប្រាស់មានទំព័រផ្ទាល់ខ្លួនដែលមិនមានកំណត់ការសម្ងាត់ហើយនរណាក៏អាចចូលមើលបាននោះវាប្រកាសណាស់ថានឹងត្រូវចាត់ទុកថាជាទីសាធារណៈប៉ុន្តែប្រសិនបើមានការកម្រិតឲ្យមានតែមិត្តភ័ក្តិដែលខ្លួនស្គាល់មួយចំនួនតូចប៉ុណ្ណោះដែលអាចចូលមើលបាននោះនឹងត្រូវចាត់ទុកថាជាទីកន្លែងឯកជនបញ្ហាត្រង់ថាចុះបើទំព័រផ្ទាល់ខ្លួននោះមិត្តភ័ក្តិនោះមានចំនួនច្រើនរហូតដល់ទៅរាប់រយនាក់តែទំព័រផ្ទាល់ខ្លួននោះនឹងនៅតែចាត់ទុកថាជាទីកន្លែងឯកជនដដែលឬមួយយ៉ាងណានេះយើងមិនទាន់មានចម្លើយជាក់លាក់ទេតែទោះជាយ៉ាងណាយើងឃើញមានសារក្រមតុលាការមួយចំនួននៅប្រទេសកាណាដានេះដែលបានសម្រេចទៅលើបញ្ហានេះសារក្រមមួយគឺនៅឆ្នាំ2009អ្នកប្រើប្រាស់មានមិត្តភ័ក្តិត្រឹមតែជាង150នាក់ប៉ុណ្ណោះតែតុលាការបានសម្រេចថាទំព័រផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហ្នឹងគឺជាទីសាធារណៈផ្ទុយទៅវិញនៅក្នុងសេចក្តីសម្រេចចុងក្រោយនៅឆ្នាំ2009ថ្មីៗហ្នឹងតុលាការបានសម្រេចថាបើអ្នកប្រើប្រាស់មានមិត្តភ័ក្តិត្រឹមតែ67នាក់ប៉ុណ្ណឹងមានន័យថាអ្នកប្រើប្រាស់នេះមិនមានបំណងក្នុងការចែកចាយទិន្នន័យរបស់ខ្លួនទៅគ្រប់គ្នានោះទេដូច្នេះត្រូវបានចាត់ទុកថាជាទីឯកជនហើយដែលទទួលការការពារអំពីច្បាប់យ៉ាងណាមិញបើយើងកលេចមើលស្ថិតិនៃអ្នកប្រើប្រាស់របស់ Facebook យើងឃើញថាជាមធ្យមអ្នកប្រើប្រាស់ម្នាក់មានមិត្តភ័ក្តិជាង130នាក់ឯណោះអញ្ចឹងបើយើងផ្អែកទៅលើសេចក្តីសម្រេចខាងលើការបែងចែករវាងទីសាធារណៈនិងទីឯកជនវាសឹងតែគ្មានតទៅសោះនៅលើ Facebook ហើយនៅពេលណាដែលតំបន់ផ្ទាល់ខ្លួនណាមួយត្រូវបានចាត់ទុកថាជាទីសាធារណៈរាល់វិធានច្បាប់ដែលមានគោលដៅក្នុងការការពារជីវិតឯកជនរបស់បុគ្គលនឹងមិនត្រូវយកមកអនុវត្តទេនៅពេលនេះអញ្ចឹងមានន័យថាអ្វីៗដែលគេដាក់នៅលើទំព័រ Facebook ដែលជាទំព័រផ្ទាល់ខ្លួនឯងហ្នឹងដោយសារតែគេចាត់ទុកថាជាទីសាធារណៈអញ្ចឹងមានន័យថាគេអាចយកអ្វីៗទាំងអស់ហ្នឹងមកធ្វើជាមូលដ្ឋានចោទប្រកាន់អំពីបទអ្វីមួយដែរឧទាហរណ៍ដូចជាបទបរិហាគេជាដើមបាទពិតមែនហើយលោកលីណាបញ្ហានេះវាតកតងទៅនឹងរបបផុសតាងដែលទាញចេញអំពី Facebook យើងឃើញថាមានអ្នកខ្លះនៅតែគិតថាអ៊ីនធឺណិតជាទីដែលគ្របដណ្ដប់ទៅដោយសេរីភាពពេញទីពិសេសសេរីភាពនៃការបញ្ចេញមតិសារព័ត៌មានដែលគ្មានច្បាប់ណាមកហាមឃាត់ឬក៏គ្រប់គ្រងនោះទេពលគឺគេគិតថាជាតំបន់ដែលនៅក្រៅច្បាប់តែជាក់ស្ដែងនៅក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះយើងឃើញមានសេចក្តីសម្រេចរបស់តុលាការជាច្រើនទាំងនៅអាមេរិកខាងជើងដែលមានសហរដ្ឋអាមេរិកនិងប្រទេសកាណាដាទាំងនៅអឺរ៉ុបព្រមទាំងនៅអាស៊ីផងដែរពិសេសប្រទេសសិង្ហបុរីជាដើមហ្នឹងដែលក្នុងសេចក្តីសម្រេចទាំងអស់នោះចៅក្រមបានផ្អែកទៅលើភស្តុតាងដែលទាញចេញអំពី Facebook ធ្វើជាមូលដ្ឋាននៅក្នុងការចេញសារក្រមឧទាហរណ៍ជាក់ស្ដែងតាក់ទងរឿងបរិហាគេដែលលោកឌីណាលើកជាឧទាហរណ៍ហ្នឹងគឺកាលពីចុងខែវិច្ឆិកាកន្លងទៅថ្មីៗហ្នឹងតុលាការការងាររបស់ប្រទេសបារាំងបានសម្រេចឲ្យនយោជកឈ្នះក្នុងរឿងក្តីបណ្ដេញចេញនយោជិត3នាក់ពីការងារដោយផ្អែកទៅលើភស្តុតាងដែលមាននៅលើទំព័រ Facebook ពួកគេដែលបានរិះគន់ធ្ងន់ធ្ងរនិងត្រង់ដល់ក្រុមហ៊ុនដែលជានយោជករបស់ខ្លួនដោយឡែកបើយើងផ្អែកទៅលើច្បាប់របស់កម្ពុជាបច្ចុប្បន្នត្បិតតែយើងមិនទាន់មានសេចក្តីសម្រេចតុលាការដែលទទួលយកទិន្នន័យអេឡិចត្រូនិកដែលមាននៅលើ Facebook មកធ្វើជាភស្តុតាងហើយច្បាប់ស្តីអំពីពាណិជ្ជកម្មអេឡិចត្រូនិកដែលគ្រប់គ្រងទៅលើភស្តុតាងអេឡិចត្រូនិកទៀតសោតវានៅជាសេចក្តីព្រាងនៅឡើយតែទោះជាយ៉ាងនេះក្តីយើងនៅមានក្រមនីតិវិធីរដ្ឋវិន័យឆ្នាំ2006ត្រង់មាត្រា158ដែលចែងអំពីរបបភស្តុតាងដោយឯកសារក្នុងនោះកំណត់ថាភស្តុតាងដោយឯកសារមានដូចជាប្លង់រូបថតខ្សែអាតខ្សែវីដេអូនិងវត្ថុផ្សេងទៀតដែលបង្កើតឡើងសម្រាប់ផ្ដល់ព័ត៌មាន
ហើយខ្ញុំគិតថាឃ្លាចុងក្រោយនេះវាមានវិសាលភាពគ្រប់គ្រាន់ក្នុងការទទួលយកទិន្នន័យអេឡិចត្រូនិកដែលមាននៅលើ Facebook ហ្នឹងជាភស្តុតាងដោយឯកសារដូច្នេះវិលត្រឡប់មកឧទាហរណ៍យើងឡើងវិញទៅទងរឿងបរាគេនៅពេលដែលមានបណ្ដឹងការឡើងតុលាការប្រកាសណាស់នឹងពិនិត្យមើលទៅលើភាពជាក់ស្ដែងភាពស៊ីសង្វាក់នៃភស្តុតាងដែលទាញចេញអំពី Facebook ទាំងនោះហើយព្រមទាំងថ្លឹងថ្លែងរវាងម្ខាងសេរីភាពឬក៏សិទ្ធិបញ្ចេញមតិសារព័ត៌មានហើយម្ខាងទៀតគឺសិទ្ធិដែលតាក់ទងទៅនឹងកិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គលឬក៏ក្រុមហ៊ុនដោយផ្អែកទៅលើមូលដ្ឋានច្បាប់ដែលមានស្រាប់មានរដ្ឋធម្មនុញ្ញច្បាប់ស្តីអំពីសារព័ត៌មានឆ្នាំ1995ក្រមរដ្ឋប្រវេណីឆ្នាំ2007ព្រមទាំងក្រមព្រហ្មទណ្ឌដែលទើបតែនឹងចូលជាធរមានថ្មីនេះតកតងទៅនឹង Facebook នៅមានរឿងមួយទៀតគឺរឿងចុះផ្សាយរូបថតពីព្រោះថាយើងឃើញថាក្រៅពីការសរសេរការចុះផ្សាយរូបថតក៏ជារឿងដែលពេញនិយមមួយដែរនៅលើ Facebook ក៏ប៉ុន្តែសំណួរសួរថាតើអ្នកដែលមានទំព័រ Facebook អាចចេះតែយករូបថតណាមកចុះនៅលើ Facebook ខ្លួនឯងក៏បានឬក៏យ៉ាងម៉េចថាតើការយករូបថតអ្នកដទៃមកចុះផ្សាយអាចជាការរំលោភលើសិទ្ធិរបស់ម្ចាស់រូបដែរឬទេបាទតាមពិតគេអាចដាក់រូបភាពណាក៏បានដែរឲ្យតែខ្លួននឹងជាម្ចាស់ដូចជារូបថតទេសភាពរូបថតដំណើរកម្សាន្តផ្ទាល់ខ្លួននៃផ្សេងៗលក្ខណៈហើយរូបភាពនេះមិនត្រូវផ្ទុយអំពីចលធម៌ឬក៏ទំនៀមទម្លាប់ល្អរបស់សង្គមឧទាហរណ៍រូបអាហារភាសជាដើមដែលត្រូវហាមឃាត់ជាអាចដោយច្បាប់ស្តីពីសារព័ត៌មានឆ្នាំ1995ម្យ៉ាងវិញទៀតបើសិនជារូបណាដែលមានរូបភាពអ្នកដទៃអ្នកដាក់បង្ហាញត្រូវតែទទួលបានការព្រមព្រៀងពីម្ចាស់រូបនោះសិនទើបអាចដាក់បង្ហាញបានត្រង់នេះខ្ញុំបញ្ជាក់ថាការដែលម្ចាស់រូបខ្លួនឯងបានយកព្រមឲ្យគេថតមិនត្រូវបានចាត់ទុកថាជាការព្រមព្រៀងឲ្យអ្នកថតនឹងដាក់បង្ហាញរូបរបស់ខ្លួននៅលើ Facebook នោះទេបើសិនជាចង់ដាក់រូបនឹងនៅលើ Facebook តាមគោលការណ៍ច្បាប់គឺត្រូវមានការព្រមព្រៀងមួយផ្សេងទៀតហើយការព្រមព្រៀងនេះវាអាចមានជាពីរទម្រង់មួយគឺថាអាចជាការព្រមព្រៀងដែលជាក់លាក់បានន័យថាម្ចាស់រូបនឹងនិយាយថាអូខេដាក់ចុះឬក៏មួយទៀតការព្រមព្រៀងដែលគេហៅថាការព្រមព្រៀងដោយតនហ័យបានន័យថាជាការព្រមព្រៀងដែលស្ដែងចេញតាមអាកប្បកិរិយាឧទាហរណ៍ដឹងហើយថាគេដាក់រូបរបស់ខ្លួននៅលើ Facebook តែមិនប្រកែកឬក៏ម្យ៉ាងទៀតក៏យើងអាចទាញចេញអំពីទម្លាប់ឧទាហរណ៍ថាជាទម្លាប់ទៅហើយដែលថាមិត្តភ័ក្តិនឹងឲ្យតែថតជុំគ្នាម្ដងតែងតែដាក់រូបនៅលើ Facebook ហើយក៏អ្នកដែលពាក់ព័ន្ធនឹងមិនដែលប្រកែកដែរអញ្ចឹងនៅពេលហ្នឹងយើងអាចចាត់ទុកថាមានការព្រមព្រៀងអំពីម្ចាស់រូបតែម្ចាស់រូបនៅតែមានសិទ្ធិនៅក្នុងការទាមទារឲ្យដកចេញបើសិនជាខ្លួនមិនពេញចិត្តនៅពេលក្រោយក្រមរដ្ឋវិន័យឆ្នាំ2007របស់យើងត្រង់មាត្រា10រហូតដល់13ដែលក្នុងនោះសិទ្ធិបុគ្គលការពារដោយច្បាប់មានខ្លឹមសាររាប់បញ្ចូលទាំងជីវិតរូបកាយកិត្តិយសភាពឯកជននិងសិទ្ធិផ្សេងៗទៀតដែលជាប្រយោជន៍ទាក់ទងទៅនឹងលក្ខណៈបុគ្គលហើយកាលណាមានការរំលោភទៅលើសិទ្ធិនេះកើតឡើងភាគីរងគ្រោះមានសិទ្ធិនៅក្នុងការទាមទារឲ្យបញ្ឈប់និងដកចេញនៅលទ្ធផលនៃសកម្មភាពរំលោភនោះហើយបើសិនជាមានវិជាសនកម្មអ្វីផ្សេងកើតឡើងការខូចខាតផ្សេងកើតឡើងគេមានសិទ្ធិនៅក្នុងការទាមទារសំណងអន្តរាយការខូចខាតទាំងនោះបាទជារួមចង់ដឹងថាអ្នកប្រើប្រាស់ Facebook គួរមានការប្រុងប្រយ័ត្នដូចម្តេចខ្លះដើម្បីជៀសវាងកុំឲ្យមានបញ្ហាដល់ខ្លួនឯងខ្ញុំគិតថា Facebookវាអាចជាមិត្តដ៏ល្អប្រសិនបើយើងចេះប្រើប្រាស់វាដោយប្រយ័ត្នប្រយែងវាជាឧបករណ៍បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាពនៅក្នុងការរក្សាទំនាក់ទំនងប្រមូលផ្ដុំមិត្តភ័ក្តិគ្រួសារទាំងនៅទីជិតទាំងនៅទីឆ្ងាយនិងក៏អាចជាបណ្ដាញផ្សព្វផ្សាយនិងទទួលបានព័ត៌មានដ៏រហ័សនិងមានប្រសិទ្ធភាពទាំងគោលដៅចំណេះដឹងពាណិជ្ជកម្មទាំងនយោបាយនិងគោលដៅស្របច្បាប់ផ្សេងៗទៀតជារួមវាជាការល្អណាស់នៅក្នុងការបង្កើត account Facebookប៉ុន្តែបើសិនជាការបង្កើត account Facebook មានគោលដៅត្រឹមតែប្រើប្រាស់គឺគ្រាន់តែចង់រក្សាទំនាក់ទំនងរវាងមិត្តភ័ក្តិដែលខ្លួនស្គាល់មិនគួរចេះតែផ្ដល់ការយល់ព្រមគ្រប់ការស្នើសុំនោះទេហើយខ្ញុំគិតថាគួរតែកម្រិតការសម្ងាត់របស់ខ្លួនត្រឹមតែអ្នកដែលខ្លួនបានយល់ព្រមប៉ុណ្ណោះដែលអាចចូលមើលទិន្នន័យរបស់ខ្លួនឯងបានហើយទីពីរទៀតគឺអ្នកប្រើប្រាស់ទាំងនោះគួរចងចាំថា Facebook វាមិនមែនជាតំបន់ដែលគ្មានច្បាប់គ្រប់គ្រងទេរាល់ពាក្យសម្ដីឬក៏សកម្មភាពទាំងឡាយណាដែលមិនសមរម្យក៏មិនគួរមានវត្តមាននៅលើ Facebook នោះដែរទី3គឺអ្នកប្រើប្រាស់គួរតែពិចារណាឲ្យច្បាស់មុននឹងដាក់បង្ហាញរូបថតវីដេអូឬក៏ធ្វើ comment ផ្សេងៗហ្នឹងព្រោះថាកាលណាបន្ទុកព័ត៌មានឬក៏ទិន្នន័យទាំងនេះមានវត្តមាននៅលើ Facebook ហើយវាពិតជាមានការពិបាកនឹងដកចេញណាស់ដោយសារតែលទ្ធភាពនៅក្នុងការថតចម្លងការបញ្ជូននិងការផ្ទេរហ្នឹងគឺគ្មានកំណត់ទេ
ចំពោះស្ថាប័នក្រុមហ៊ុនឬក៏សហគ្រាសនានាវិញខ្ញុំគិតថាគួរតែមានគោលនយោបាយឬក៏បទបញ្ជាផ្ទៃក្នុងដើម្បីណែនាំដល់នយោជិតឬក៏អ្នកក្រមបង្គាប់របស់ខ្លួននៅក្នុងការប្រើប្រាស់ Facebook ក៏ដូចជាបណ្ដាញសង្គមដទៃទៀតដែរឲ្យបានត្រឹមត្រូវដើម្បីជៀសវាងសកម្មភាពផ្សេងៗដែលហាមឃាត់ដោយច្បាប់ឬក៏ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះឬរូបភាពល្អរបស់ស្ថាប័នឬក៏ក្រុមហ៊ុនសហគ្រាសនឹងជាដើមបាទសូមអរគុណលោកហេសម័តខ្ញុំសូមអរគុណលោកឌីណាខ្ញុំសូមបញ្ជាក់ថាលោកហេសម័តគឺជាអតីតសាស្ត្រាចារ្យច្បាប់នៅទីក្រុងភ្នំពេញបច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកនីតិពាណិជ្ជកម្មអេឡិចត្រូនិកនៅប្រទេសកាណាដា